បាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវថ្ងៃនេះខ្ញុំមានវីដេអូមួយគឺនិយាយអំពីសម័យកាល Elite វិញម្ដងពិសេសសម្រាប់បងប្អូនថ្នាក់សង្គមដែលនៅមិនទាន់ច្បាស់មេរៀនតាក់ទងជាមួយនឹងមេរៀន Elite ហើយយើងអាចមកមើលវីដេអូជាមួយនឹងគ្រូបាទអូខេតោះឥឡូវខ្ញុំនឹងចេញពីរម៉ាំងទី1តែម្ដងគឺអឺទី1នេះគឺគេឲ្យយើងរកកនៃរបស់ផ្ចិតបាទរបស់កំពូលរបស់កំណុំហើយ eccentricity ហើយបន្ទាប់មកទៀតគេឲ្យយើងសង់ ellipse ហ្នឹងបាទអញ្ចឹងនៅក្នុងរម៉ាំងហ្នឹងខ្ញុំមានច្រើនលំហាត់ដែរគឺចាប់ពីករហូតទៅដល់ថអញ្ចឹងបើអ្នកទាំងអស់គ្នាតាមដានវីដេអូហ្នឹងរហូតដល់ចប់នៅក្នុងវីដេអូមួយគ្រូជឿថាគ្នាយើងអ្នកដែលមិនទាន់ចេះ ellipse ក៏អាចធ្វើបានដែរតោះឥឡូវនៅក្នុងមេរៀន ellipse នេះវីដេអូនេះគឺជាភាគទី1តោះទៅកុំឲ្យខាតពេលយើងទៅស្រាយទាំងអស់គ្នាអញ្ចឹងលំហាត់កនេះគឺគេឲ្យយើងសមីការស្តង់ដារគឺ x ការ៉េចែក25បូក y ការ៉េលើ16ស្មើ1អញ្ចឹងយើងទៅស្រាយទាំងអស់គ្នាបាទកាលណាគេឲ្យយើងរកកណេរបស់ផ្ចិតកំពូលកំណុំ eccentricity អីហ្នឹងទាំងអស់ហ្នឹងដើម្បីយើងរកបានវាតតែគ្នាយើងដឹងថាតើសម័យកាលស្តង់ដាររបស់ ellipse របស់យើងចូលរាងមួយណាសិនអញ្ចឹងដោយសារតែសម័យកាលនេះគឺវាមានតម្រង់ x ការ៉េលើ25បូក y ការ៉េលើ16ស្មើ1អញ្ចឹងគេហៅថាជាសម័យកាលស្តង់ដារដែលមានតម្រង់រាងផ្ចិតចំគោលអូអញ្ចឹងកាលណាផ្ចិតចំគោលអូគឺមានសម័យកាលចំនួន2ដែលយើងត្រូវដឹងទី1បាទយើងគប្បីដឹងណាគឺ x ការ៉េលើ a ការ៉េហើយបូកជាមួយនឹង y ការ៉េចែកជាមួយនឹង b ការ៉េស្មើ1ហើយនឹងទី2គឺជាសមីការដែលមានរាង x ការ៉េលើ b ការ៉េបូកជាមួយនឹង y ការ៉េលើ a ការ៉េស្មើ1អញ្ចឹងសមីការរបស់យើងគឺមានតែ2ហ្នឹងឯងអញ្ចឹងយើងត្រូវពិចារណាថាតើរបស់យើងវាចូលរាងមួយណាដើម្បីដឹងឲ្យចូលរាងមួយណាយើងបំលែងវាបន្តិចសិនកន្លែងនេះអ្នកខ្លះគេអត់បំលែងទេប៉ុន្តែខ្ញុំចូលចិត្តបំលែងអញ្ចឹងយើងអាចសរសេរបានថាវាទៅជារាង x ការ៉េ25នេះខ្ញុំអាចសរសេរបានទៅជា5ការ៉េហើយ16នេះខ្ញុំអាចសរសេរបានទៅជា4ការ៉េហើយស្មើ1អញ្ចឹងទៅបន្តមកទៀតយើងចាប់ផ្ដើមពិនិត្យមើលថាជាទូទៅ ellipse យើងសម្គាល់ដឹងថាវាជា a ឬ b គឺពិនិត្យមើលតម្លៃលេខអញ្ចឹងកាលណាភាគបែងហ្នឹងតម្លៃលេខហ្នឹងមួយណាធំជាងអានោះហើយគឺជា a ការ៉េអញ្ចឹងរបស់យើងឃើញថា5ការ៉េនិង4ការ៉េអញ្ចឹងកាលណា5ការ៉េធំជាងមានន័យថាវាចូលរាង x ការ៉េលើ a ការ៉េបូក y ការ៉េលើ b ការ៉េស្មើ1អញ្ចឹងគឺចូលសមីការស្តង់ដារទី1នេះបាទចូលរាងនេះណាអូខេអញ្ចឹងកាលណាចូលរាងហ្នឹងយើងបញ្ជាក់ប្រាប់គ្នាបន្តិចអញ្ចឹងសមីការស្តង់ដារបាទមានរាង x ការ៉េលើ a ការ៉េបូក y ការ៉េលើ b ការ៉េស្មើ1យ៉ាងណាតាមទៀតគឺអ្នកទាំងអស់គ្នាចាប់ផ្ដើមយើងទៅរកអ្វីយើងចង់បានប៉ុន្តែមុននឹងទៅដល់អាហ្នឹងគឺគប្បីត្រូវចាំថាគេរក3យ៉ាងសិនទី1 a យើងដឹងហើយ a ស្មើ5នេះយើងមើលកន្លែងនេះ a ណាអញ្ចឹងនេះ a អញ្ចឹង a ការ៉េដល់ពេល a គឺស្មើ5អញ្ចឹងដល់ពេល b នេះ b ការ៉េអញ្ចឹង b ស្មើ4អញ្ចឹងកន្លែងហ្នឹងគឺ a ស្មើ5ហើយ b ស្មើ4តទៅទៀតដើម្បីទៅរក c បានគឺគេប្រើតាមរូបមន្តមួយគេហៅទំនាក់ទំនង c ការ៉េដែលកើតចេញមកពី a ការ៉េដកមួយ b ការ៉េហើយយើងមានហ្នឹងយើងយក a របស់យើងមកជួសមកហើយ b របស់យើងមកជួសមកហើយយើងគិតលេខហ្នឹងទៅអញ្ចឹង25ណា5ការ៉េ25 4ការ៉េ16នៅពេលយើងដកមកបានទៅជា9ហើយយើងទាញរក c ទៅគឺស្មើទៅនឹងឬការ៉េ9ស្មើ3អូខេអញ្ចឹង ABC យើងបានហើយដល់ពេលយើងបាន ABC យើងទៅរកអ្វីយើងចង់បានទី1គឺផ្ចិតអញ្ចឹងសមីការបែបហ្នឹងគឺផ្ចិត E មាន coordinate របស់វាចំគោល O គឺគេហៅផ្ចិត00ទី2គឺកំពូលអញ្ចឹងកំពូលរបស់យើងមាន V អង V ដឺអញ្ចឹងណាអញ្ចឹងអ្នកខ្លះគេដាក់បញ្ចូលគ្នាប៉ុន្តែបើខ្ញុំបំបែកជា2ចូលចិត្តបំបែកជា2អញ្ចឹង V អងគឺមានរូបមន្តរបស់វាគឺដកបាទ ellipse ហ្នឹងជា ellipse ដេកអញ្ចឹងដក A0 A0 អញ្ចឹងមានន័យថាម៉េចកន្លែងហ្នឹងគឺយើងជំនួសដោយ A របស់យើងចូលមក
ចឹងតម្លៃ a យើងរកឃើញពីលើស្មើ5ចឹងបានដក5 0ខ្ញុំបញ្ជាក់កន្លែងនេះបន្តិចដោយសារតែនៅក្នុងរូបមន្តនេះខ្ញុំដាក់យកកំណត់យកថាកម្ពូល v អងគឺខ្ញុំយក a ហើយ0v ដឺគឺដក a វិញសូមបញ្ជាក់ថាហ្នឹងអត់មានបញ្ហាទេបើយើងចង់កំណត់យក v អងខាងដកក៏បាន v អងខាងបូកក៏បានប៉ុន្តែអ្វីដែលសំខាន់គឺបើសិន v អង a f f អងកំណុំនេះគឺត្រូវតែយកខាងបូក c ដែរហើយបើសិនតែយកខាង v អងដក a អញ្ចឹងf អងត្រូវតែយកដក c ដែរអញ្ចឹងណាអញ្ចឹងនៅក្នុងកម្មវិធីសាស្ត្រកម្មវិធីសាស្ត្ររបស់យើងគេយក v អងខាងដកហើយរូបមន្តដែលខ្ញុំបានសេនេះគឺខ្ញុំកំណត់យកខាងបូកអញ្ចឹងរៀងប្រជ្រះគ្នាបន្តិចអញ្ចឹងខ្ញុំកែសម្រួលយកឲ្យស្របមួយកម្មវិធីសាស្ត្រទៅចោះតែគ្រាន់តែសម័យកាលនេះអត់មានអីខុសគ្នាទេគឺដូចគ្នាទាំងអស់គ្រាន់តែខុសការតាំង v អង v ដឺតែប៉ុណ្្នឹងទេហើយជាទូទៅមិនជាបញ្ហាទេក្នុងការតាំង v អង v ដឺខាងបូកឬខាងដកនោះអូខេតោះឥឡូវយើងបន្តមកទៀតគឺកម្ពូលទី2បាទអញ្ចឹងពេលប្រឡងគ្នាយើងបងប្អូនសង្គមហ្នឹងបងឯងត្រូវតែចាំរូបមន្តហ្នឹងណាហើយបើយើងយល់ពីរូបអត់ទៅល្អតែបើយើងមិនសូវប្រកែយល់ពីរូបទេតើតែយើងប្រកែចាំ v ដឺគឺ a 0វិញអញ្ចឹង v ដឺគឺស្មើទៅនឹង5 0ហើយបន្ទាប់ពីកម្ពូលគឺកំណុំបាទកំណុំណាកំណុំដូចគ្នាអញ្ចឹងយើងនិយាយគ្នាមិញនេះកំណុំគឺរូបមន្តរបស់វាគឺ f អងមិញបើយើងយកខាងបូក v អងខាង a 0 f អងត្រូវ c 0ប៉ុន្តែដោយសារតែ v អងរបស់ខ្ញុំគឺខ្ញុំយកខាងដកអញ្ចឹងមានន័យថាកំណុំ f អងក៏ខ្ញុំយកខាងដកដែរគឺដក c 0ហើយតម្លៃ c យើងមានហើយយើងគ្រាន់តែយកមកជួសចូលមក c គឺស្មើ3អញ្ចឹងដក3 0ហើយចំណែកឯកំណុំទី2គឺ c 0អញ្ចឹងយកតម្លៃ c មកជួសដូចគ្នាមកគឺបាន3 0នេះអញ្ចឹងយើងបានកំណុំយើងមើលប្រធានលំហាត់របស់យើងបន្ទាប់ពីកំណុំហើយគឺគេឲ្យយើងរក eccentricity ហើយសង់ក្រាបសង់ ellipse ណាអញ្ចឹង eccentricity អាហ្នឹងជារូបមន្តរបស់វាតែម្ដង eccentricity អញ្ចឹង eccentricity ហ្នឹងគឺជាផាសុធាតុដែលតាំងដោយនេះយើងមានហើយណា eccentricity របស់យើងគឺស្មើនេះ c លើ a បាទអញ្ចឹង c ចែកនឹង a បាទបើ c ចែក a មានន័យថានាំឲ្យស្មើតម្លៃ c ស្មើ3 a គឺស្មើ5អញ្ចឹងគឺស្មើ c លើ a គឺ3លើ5នៅតែសង់ ellipse ទេអញ្ចឹងយើងសង់ ellipse ឬក៏សង់ក្រាបអញ្ចឹងសូមបញ្ជាក់ថា ellipse សង់អត់ដូច parabol ទេ parabol ពេលខ្លះយើងត្រូវការត្រាំងជំនួយប៉ុន្តែ ellipse យើងអត់ត្រូវការអញ្ចឹងទេគឺយើងត្រូវការ3យ៉ាងទី1គឺផ្ចិតត្រូវការផ្ចិតណាត្រូវចាំណាអានេះខ្ញុំ note ឲ្យទៅប៉ុន្តែពេលយើងស្ទាត់ទៅយើងមិនបាច់សេចូលទេទី1ត្រូវការផ្ចិត e ថាតើនៅកន្លែងណាទី2ត្រូវការប្រវែង a ទី3គឺត្រូវការប្រវែង b អញ្ចឹងអ្វីទាំងអស់ហ្នឹងគឺយើងសុទ្ធតែមាននៅលើអស់ហើយណាផ្ចិតក៏មាន a b ក៏មានដែរនេះបាទផ្ចិត00 a ស្មើ5 b ស្មើ4អញ្ចឹងកន្លែងនេះខ្ញុំសូមបញ្ជាក់ថា e គឺ00ហើយ a គឺស្មើ5 b គឺស្មើ4តបមកយើងត្រូវការយកវាទៅសង់អញ្ចឹងយើងយកវាទៅសង់ទៅអញ្ចឹងយើងគូសដូច parabol អញ្ចឹងកាលពី parabol យើងគូសអញ្ចឹងដូចគ្នាហើយនេះគឺជាគុល O បន្តមកទៀតយើងរកផ្ចិតអញ្ចឹងដោយសារផ្ចិតយើងវាងាយគឺផ្ចិតនៅចំកន្លែង00អញ្ចឹងគឺនៅចំគុល O តែម្ដងគឺនៅត្រង់នេះអញ្ចឹងនេះគឺជាផ្ចិត E បន្តមកយើងមើលតម្លៃ A ស្មើ5អញ្ចឹងខ្ញុំបញ្ជាក់កន្លែងនេះបន្តិចដោយសារតែ ellipse នេះគឺសមីការស្តង់ដាររបស់វាគេហៅថាជា ellipse ដេក ellipse អធំវាគឺដេកអញ្ចឹងគេហៅ ellipse ដេកអញ្ចឹងបើខណៈ ellipse ដេកប្រវែងអធំរបស់វាត្រូវប្រែប្រួលតាមទិសអាបស៊ីសអញ្ចឹងយើងរំកិល A ចំនួន5ឯកតាតាមទិសដេកចេញពីផ្ចិត E នេះទៅ
ចឹងយើងសង់ទៅយើងរាប់ណាចឹង1 2 3 4 5ឃើញទេហើយយើងរំកិលចេញពីផ្ចិតហ្នឹងថយក្រោយចំនួន5ឯកតាដែរចឹងថយក្រោយ1 2 3 4 5ឃើញទេយើងបានណានេះខ្ញុំដាក់ឈ្មោះអរបស់វាបន្តិចសិនចឹងអនេះឈ្មោះថា x' ox អានេះឈ្មោះថា y' oy ហើយb មិញ4ណាបាទ b យើង4ឯកតាអញ្ចឹងគេនឹងរំកិល b ហ្នឹងគឺ4ឯកតាចេញពីផ្ចិតតាមទិសឈរអញ្ចឹងឡើងលើទៅ1 2 3 4ហើយយើងរំកិលចុះក្រោមចេញពីផ្ចិតហ្នឹងចំនួន4ឯកតាដែរ1 2 3 4ដែរឃើញទេហើយយើងនឹងបង្កើតឲ្យបានទៅជាចតុកោណកែងមួយដែលមានវិមាត្រ4 5នឹងឯងមានន័យថាគូសឲ្យបានចតុកោណកែងមួយដែលមានវិមាត្រ4 5បាទនេះគូសណាយើងគូសឲ្យបានចតុកោណកែងដែលយើងគូសមកពីគម្លាតរបស់ AB នឹងឯងអូខេតោះឥឡូវខ្ញុំនឹងគូសឲ្យចេញចតុកោណកែងរបស់យើងមកគូសមកនេះយើងអត់គូសបានទេប៉ុន្តែការគូសចតុកោណកែងហ្នឹងមានប្រយោជន៍នៅពេលដែលយើងសង់ ellipse ទៅវាអត់សូវខូចរូបរាងទ្រង់ទ្រាយរបស់វាអានេះដូចគ្នាដែរហើយហើយយើងនឹងសង់ ellipse នៅក្នុងហ្នឹងអញ្ចឹង ellipse របស់យើងនៅកន្លែងណា ellipse របស់យើងគឺនេះកំពូលរបស់វាគឺប៉ះជាមួយនឹងចតុកោណកែងនឹងរាងរបស់វាអញ្ចឹងណាហើយយើងប្រើ parabol យក parabol មកគូសមកអញ្ចឹងយើងអាចគូសរូប ellipse ហ្នឹងអញ្ចឹងដោយសារតែលើនេះខ្ញុំអត់មានសម្ភារៈខ្ញុំគូសដោយដៃអញ្ចឹងគ្នាយើងពេលយើងសង់យើងប្រើសម្ភារៈគូសឲ្យបានស្អាតត្រឹមត្រូវវាស្ទើរតែបំពង់ ellipse ហ្នឹងបាទអាចនឹងអត់ស្អាតណារូបរបស់ខ្ញុំព្រោះខ្ញុំគូសដោយដៃបាទដៃយើងគូសអត់សូវស្អាតអាចចេញទៅជាតសក់អាចទៅចេញទៅជាតឡាចអីហ៎អូខេអញ្ចឹងខ្ញុំសន្មតថានេះគឺជា ellipse របស់យើងទៅអញ្ចឹងក្រាបនេះហើយគឺជាក្រាបរបស់ ellipse E ដែលមានសមីការខាងលើហើយបើយើងចង់សង់កំពូលគឺនៅថងនេះគឺជា V ដឺហើយខាងនេះគឺជា V អងហើយផ្ចិតនៅថងនេះបើយើងរកកំណុំយើងអាចរកបានយើងមើលតាម coordinate របស់វាទៅណា3 ដក 3នេះគឺជា coordinate របស់វាហើយបាទអញ្ចឹងលំហាត់ទី1ហ្នឹងគឺខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណឹងហើយយើងនឹងបន្តទៅលំហាត់បន្ទាប់ទៀតដែលមានទម្រង់ផ្សេងខុសពីនេះហើយជួបគ្នានៅវីដេអូបន្ទាប់